ខ្ញុំពិតជាសប្បាយចិត្តក៏ដូចជារំភើបខ្លាំងមែនទែនហើយដែលមានឱកាសបានមកដល់ទឹកដីនៃប្រាសាទព្រះវិហារទីបុរាណស្ថានដ៏អច្ឆរិយៈក៏ដូចជាស្រស់ស្អាតមែនទែនហើយប្រាសាទព្រះវិហារនេះប្រៀបដូចជាឋានសួគ៌នៅលើដីចឹងបងប្អូនហើយយើងសាកសម័យបកក្រោយមើលបងប្អូនមិនដឹងថាជំនាន់ពីដើមបុព្វបុរសយើងដែលសាងសង់ប្រាសាទនឹងមិនដឹងជាស្អាតកម្រិតណាទេបើមកដល់សម័យឥឡូវហើយវានៅតែឈររឹងមាំជាមួយសម្រស់ស្រស់ស្អាតបែបនេះចឹងណាហើយក៏ដូចជាថ្ងៃនេះដែរខ្ញុំបានមកដល់ប្រាសាទព្រះវិហារនេះគឺខ្ញុំបានមកចូលរួមជាមួយនឹងកម្មវិធី Temple Run ដើម្បីគម្រប់ខួប16ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកអញ្ចឹងបងប្អូនហើយចំពោះវិញ្ញាសាដែលខ្ញុំបានជ្រើសរើសគឺរត់ចំនួន7គីឡូម៉ែត្រនៅតាមផ្លូវជណ្ដើរបុរាណណាបងប្អូនហើយសម្រស់ទេសភាពនៃជណ្ដើរបុរាណនេះស្អាតខ្លាំងមែនទែនហើយខ្ញុំចង់ឲ្យបងប្អូនបានមកលេងនៅទីនេះហើយដកស្រង់បទពិសោធន៍ដើរឡើងតាមជណ្ដើរបុរាណនេះហើយបើសិនជាដើរចំពេលភ្លៀងអីជាទៀតអូទេសភាពញាក់សាច់ហើយជាលើកទី1ខ្ញុំដែរដែលខ្ញុំបានចូលរួមជាមួយនឹង event រត់បែបនេះវារៀងហត់ដែរតែសប្បាយដោយសារតែខ្ញុំមកធ្លាប់រត់អីហើយណាមួយវាឡើងភ្នំទៀតហើយគ្រាន់តែមកដល់លើនេះអារម្មណ៍ដែលហត់អារម្មណ៍ដែលអីហ្នឹងគឺបាត់អស់ហើយដោយសារតែសម្រស់ទេសភាពនៅទីនេះគ្រាន់តែហត់មកដូចដល់ឋានសួគ៌ចឹងបងប្អូនវាចាប់ផ្ដើមចុះអាប់ឡើងលងឹតឈឹងអស់ទាំងអស់ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលបានមកដល់លើនេះព្រោះដោយសារតែដើរមិញហ្នឹងឃើញតែមកបន្តិចណាប៉ុន្តែយូរគួរសមដែរខ្ញុំអត់សូវបានថតដោយសារតែមេឃភ្លៀងអូបងចូលលេខ1មកនៅក្នុងកម្មវិធី Temple Run នេះខ្ញុំទទួលបានបទពិសោធន៍ច្រើនពីការរត់នេះច្រើនគួរសមដោយសារតែវាអាចនិយាយបានថាជាលើកទី1នៃការរត់របស់យើងចឹងយើងជួបឧបសគ្គច្រើនជាងអ្នកដែលគាត់មានបទពិសោធន៍រត់ច្រើនអញ្ចឹងណាហើយក៏ដូចជាមកដល់លើនេះហើយគឺទេសនីយភាពប្រាសាទនៅនេះអត់ធ្វើឲ្យខ្ញុំខកចិត្តទេដែលខ្ញុំចំណាយរយៈពេលក្នុងការរត់កាត់ទឹកកាត់ភ្លៀងឡើងចដើអីហ្នឹងគឺខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនទែនជាមួយនឹងទេសភាពបែបនេះខ្ញុំមានអារម្មណ៍ថាដូចឡើងមកដល់ឋានសួគ៌ចឹងបងប្អូននៅទីនេះខ្ញុំទៅសើខ្លាំងមែនទែនទៅដល់បុព្វបុរសយើងដែលគាត់ជ្រើសរើសទីតាំងសម្រាប់សាងសង់ប្រាសាទនេះផ្ទាល់បងប្អូននិយាយទៅទេសភាពនៅទីណាក៏ស្អាតជ្រុងណាក៏ស្អាតហើយក៏ដូចជាអបិរិយាកាសចុះអាប់បែបនេះទៀតណាដូចយើងមកដល់ក្នុងឋានសួគ៌ចឹងហើយខ្ញុំស្ដាយដែលខ្ញុំអត់មានពេលនៅទីនេះបានយូរចឹងណាដោយសារតែយើងមក join event ចឹងទៅយើងមានពេលតែមួយព្រឹកទេហើយក៏ដូចជាបានថតនៅសម្រស់ទេសភាពខ្លះៗដើម្បីចែកជូនបងប្អូនដើម្បីទស្សនាចឹងទៅហើយខ្ញុំចេញវីដេអូនេះដោយសារតែខ្ញុំចង់ឲ្យបងប្អូនយើងមានបទពិសោធន៍ទៅលេងប្រាសាទព្រះវិហារនេះដល់ផ្ទាល់ដោយសារតែទីស្ថាននៅកន្លែងប្រាសាទព្រះវិហារនេះគឺវាពិតជាស្រស់ស្អាតលើសពីអ្វីដែលយើងរំពឹងទុកទៀតបងប្អូនពេលដែលបងប្អូនបានមកដល់ទីនេះបងប្អូននឹងទទួលបានអារម្មណ៍ប្លែកអស្ចារ្យរបៀបដូចថាមិនមែននៅកន្លែងដែលធម្មតាបងប្អូនហើយខ្ញុំចង់ឲ្យបងប្អូនមកលេងទីនេះដោយសារតែជាក់ស្ដែងនៅប្រាសាទព្រះវិហារនេះផ្ទាល់វាអាចនិយាយបានថានៅឆ្ងាយមិនដូចជាសៀមរាបទេអញ្ចឹងអាចនិយាយបានថាវារៀងមិនសត់បន្តិចមិនសូវមានអ្នកទៅលេងបានច្រើនអីចឹងណាមិនដូចសៀមរាបយើងជិះតែមួយផ្លែតដល់ប៉ុន្តែយើងមកដល់ប្រាសាទព្រះវិហារនេះវាឆ្ងាយគួរសមអញ្ចឹងប៉ុន្តែពេលដែលបងប្អូនបានមកដល់ហើយអារម្មណ៍ឆ្ងាយអារម្មណ៍ដែលបងប្អូនហត់អីទាំងប្រមាណហ្នឹងគឺត្រូវរំសាយអស់ហើយដោយសារតែសម្រស់ទេសភាពក៏ដូចជាបរិយាកាសនៅទីនេះផ្ទាល់ដូចអសត់ទឹកដែលជួយព្យាបាលអារម្មណ៍បងប្អូនឲ្យរបៀបដូចថាអារម្មណ៍ដែលហត់ទាំងប្រមាណណាគឺមកដល់នេះបាត់ដូចកបេះអញ្ចឹងហើយនេះជាសកម្មភាពខ្លះនៃ event ដែលបាន start តាំងពីដើមមកអញ្ចឹងណាបាទនេះមានជានំប៉័ងមកចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនខ្ញុំចង់ឲ្យបងប្អូនយើងខ្មែរយើងបានមកលេងមកស្គាល់ប្រាសាទព្រះវិហារទាំងអស់គ្នាអរគុណច្រើនបាយបាយនោះកំពូលភ្នំដែលយើងហត់ហ្នឹង